កោតអើយតែចិត្តស្រីគ្មានអាណិតស្រណងរូបប្តីបន្តិចស្រងឡើយស្រីចិនកាកៃអិនស្រណងដល់រូបប្តីបន្តិចសងឡើយស្រីចិត្តកាកៃស្រណងតែដៃធ្លំប៉ាក់បើឥឡូវចិនដាមានប្តីថ្មីហើយកូនសំឡាញ់កូនប្រុងកូនស្រីពេលនាងម្ដាយចិនដាមានប្តីថ្មីមិនស្រណងអោរាស្រណងអោរាបន្តិចសងឡើយទៅចង់ស្រីកាកៃប្តីសូមជូនពរនាងនឹងប្តីថ្មីអរាសូមជូនពរដល់ស្រីកាកៃធ្វើម្ដេចយើងយកធមិនសមលាប់នាងឯងទេទៅចង់ស្រីមានសហាយប្រុងយកប្រពន្ធគេសូមជូនពរដែលហ៊ានយកប្រពន្ធគេមិនខ្លាចละឯងអរាសូមចិត្តយំយកធព្រះពុទ្ធសាសនាមិនចងពៀននឹងស្រីកាកៃកូនមួយកូនពីរខ្ញុំសុខចិត្តចិញ្ចឹមនាងទៅឲ្យមានសុខខ្ញុំយកកូនមើលកូនក៏បាន